សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះយើងនឹងធ្វើការនិយាយអំពីរឿងរ៉ាវនៃបុរសម្នាក់ដែលបានផ្លាស់ប្ដូរពិភពបច្ចេកវិទ្យានិងឧស្សាហកម្មជាច្រើនជុំវិញពិភពលោកហើយបុរសម្នាក់នោះគឺលោក Elon Musk យើងនឹងធ្វើការនិយាយចាប់ផ្ដើមពីការបង្កើតក្រុមហ៊ុនទូទាត់ប្រាក់តាមអ៊ីនធឺណិតគឺក្រុមហ៊ុន PayPal រហូតដល់ការបង្កើតក្រុមហ៊ុន Tesla និងការបង្កើតក្រុមហ៊ុនអវកាស SpaceX ដែលមានគោលបំណងនិងគោលដៅធំមួយគឺការនាំមនុស្សទៅកាន់ភពអង្គារហើយដំណើររបស់លោក Elon Musk មិនមែនតែជារឿងនៃភាពជោគជ័យទេប៉ុន្តែវាពោរពេញទៅដោយការប្រឈមការបរាជ័យនិងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងហើយនៅក្នុងវីដេអូនេះយើងនឹងធ្វើការស្វែងយល់អំពីជីវប្រវត្តិរបស់គាត់ការចាប់ផ្ដើមអាជីវកម្មរបស់គាត់និងមេរៀនសំខាន់ៗដែលយើងអាចរៀនបានពីអ្នកច្នៃប្រឌិតដ៏ល្បីរូបនេះដូច្នេះបើអ្នកត្រៀមរួចហើយតោះយើងទៅស្ដាប់រឿងរ៉ាវនៃជីវប្រវត្តិរបស់លោក Elon Musk ជាមួយគ្នាអ្នកទាំងអស់គ្នាដឹងទេលោក Elon Musk បានខ្សែធនប៉ុន្មានដងហើយមុនពេលដែលលោកជោគជ័យជាមួយនឹងក្រុមហ៊ុន Tesla និងក្រុមហ៊ុនអវកាស SpaceX ដែលជាក្រុមហ៊ុនយក្សដែលយើងស្គាល់សពថ្ងៃនេះហើយចង់ដឹងទេថាលោកធ្វើបែបណាដើម្បីសម្រេចរឿងរ៉ាវដ៏ធំនេះបាននៅជុំវិញពិភពលោកមានមនុស្សតិចណាស់ដែលបានផ្លាស់ប្ដូរក្រុមហ៊ុននិងធ្វើរឿងរ៉ាវជាច្រើនដោយលោក Elon Musk រាប់ចាប់តាំងពីការទូទាត់ប្រាក់តាមអ៊ីនធឺណិតការបង្កើតក្រុមហ៊ុន PayPal រហូតដល់ការបង្កើតរថយន្តអគ្គិសនីបង្កើតរ៉ុកែតនិងបង្កើតបញ្ញាសិប្បនិម្មិតដែលយើងហៅថា AI ហើយទាំងអស់នេះគឺជាដំណើរការនិងជាចក្ខុវិស័យដ៏ហានិភ័យនិងមហិច្ឆតាឥតឈប់ឈររបស់លោក Elon Musk នៅក្នុងវីដេអូនេះយើងនឹងធ្វើការស្វែងយល់ឲ្យកាន់តែស៊ីជម្រៅអំពីជីវិតរបស់លោក Elon Musk ការបង្កើតនៃក្រុមហ៊ុនរបស់គាត់និងមេរៀនដែលសហគ្រិនគ្រប់រូបអាចរៀនសូត្រពីដំណើររបស់គាត់បានមហាស្ថិរលំដាប់ពិភពលោកគឺលោក Elon Musk បានកើតនៅថ្ងៃទី28ខែមិថុនាឆ្នាំ1971នៅទីក្រុង Pretoria នៃប្រទេសអាហ្វ្រិកខាងត្បូងដោយសារតែលោកមានការចាប់អារម្មណ៍ខ្លាំងជាមួយនឹងវិស័យបច្ចេកវិទ្យាតាំងពីក្មេងមកលោកក៏បានរៀនសរសេរកម្មវិធីកុំព្យូទ័រដោយខ្លួនឯងត្រឹមតែអាយុ12ឆ្នាំតែប៉ុណ្ណោះហើយលោកក៏បានសរសេរកម្មវិធីហ្គេមនិងបង្កើតហ្គេមវីដេអូមួយដែលមានឈ្មោះថា Blaster ផងដែរដោយសារតែការចង់ដឹងចង់ឃើញនិងការគិតដ៏ក្លាហានរបស់លោក Elon Musk ក៏បាននាំលោកទៅឆ្ងាយហួសពីប្រទេសកំណើតរបស់លោកពេលនោះលោក Elon Musk ក៏បានផ្លាស់ប្ដូរទីលំនៅទៅរស់នៅឯសហរដ្ឋអាមេរិកដោយពេលនោះលោកបានសិក្សាលើមុខវិជ្ជារូបវិទ្យានិងសេដ្ឋកិច្ចប៉ុន្តែចំណង់ចំណូលចិត្តពិតប្រាកដរបស់លោកគឺសហគ្រិនភាពឯណោះទេហើយដោយសារតែចំណូលចិត្តជាសហគ្រិនភាពនេះហើយដែលនៅក្នុងឆ្នាំ1995លោក Elon Musk ក៏បានបង្កើតកម្មវិធីមួយដែលមានឈ្មោះថា Zip2 ដែលជាក្រុមហ៊ុនផ្នែកទុនដែលផ្ដល់បញ្ជីអាជីវកម្មនិងផែនទីសម្រាប់កាសែតហើយក្រោយមកក្រុមហ៊ុន Zip2 របស់លោក Elon Musk ក៏បានចរចាលក់ទៅឲ្យក្រុមហ៊ុន Compaq នៅក្នុងឆ្នាំ1999ហើយនៅក្នុងតម្លៃ$307 លានហើយលុយពីការលក់ក្រុមហ៊ុន Zip2 របស់លោកនេះផងដែរក៏ធ្វើឲ្យលោក Elon Musk ក្លាយជាមហាស្ថិរ100លានក្នុងកំឡុងពេលនោះដែលមានទ្រព្យសម្បត្តិ$307 លានពីការលក់ក្រុមហ៊ុន Zip2 របស់លោកហើយទោះបីជាការលក់បានលុយរាប់លានហើយក៏ដោយក៏លោកមិនបានឈប់ត្រឹមប៉ុណ្ណោះទេលោក Elon Musk ក៏បានបង្កើតក្រុមហ៊ុនថ្មីមួយទៀតដែលមានឈ្មោះថា X ដែលជាក្រុមហ៊ុនទូទាត់ប្រាក់តាមអ៊ីនធឺណិតហើយក្រោយមកក្រុមហ៊ុន X ក៏បានផ្លាស់ប្ដូរឈ្មោះទៅជាក្រុមហ៊ុន PayPal ដោយធ្វើបដិវត្តន៍ការទូទាត់ប្រាក់តាមអ៊ីនធឺណិតហើយនៅក្នុងឆ្នាំ2002ក្រុមហ៊ុន PayPal របស់លោក Elon Musk ក៏បានលក់ទៅឲ្យក្រុមហ៊ុន eBay ក្នុងតម្លៃ$1.5 ពាន់លានទោះបីជាក្រុមហ៊ុន PayPal លក់បានក្នុងតម្លៃ$1.5 ពាន់លានក៏ដោយតែភាគហ៊ុនរបស់លោក Elon Musk ពេលនោះគឺមានត្រឹមតែ$165 លានតែប៉ុណ្ណោះហើយពេលនោះលោកក៏បានសម្រេចចិត្តដើរចេញជាមួយនឹងទឹកប្រាក់ចំនួន$155 លានទោះបីជាយ៉ាងណាក៏ដោយចក្ខុវិស័យរបស់មហាសេដ្ឋីរូបនេះ
គឺធំជាងលុយមិនមែនមានត្រឹមតែទឹកប្រាក់ចំនួន$165 លានប៉ុណ្ណោះទេបន្ទាប់មកនៅក្នុងឆ្នាំ2004លោក Elon Musk ក៏បានចូលរួមជាមួយនឹងក្រុមហ៊ុន Tesla Motor ដែលជាក្រុមហ៊ុនចាប់ផ្ដើមអាជីវកម្មរថយន្តអគ្គិសនីដែលបង្កើតឡើងដោយលោក Martin M. Bernard និងលោក Mark Tarpenning ហើយលោក Elon Musk ក៏បានវិនិយោគទឹកប្រាក់ជាច្រើនទៅកាន់ក្រុមហ៊ុន Tesla Motor ហើយលោកក៏បានក្លាយជានាយកប្រតិបត្តិនិងជាស្ថាបត្យករនៅក្រុមហ៊ុន Tesla Motor ផងដែរហើយទោះបីជាមានការខ្សែធនជាច្រើនដងក៏ដោយក៏ក្រុមហ៊ុន Tesla បានណែនាំរថយន្ត Roadster Model S និង Model 3ដោយបានផ្លាស់ប្ដូររថយន្តអគ្គិសនីពីផលិតផលពិសេសទៅជាតម្រូវការចម្បងផងដែរហើយចក្ខុវិស័យរបស់លោក Elon Musk នៅពេលនោះគឺមិនមែនគ្រាន់តែធ្វើរថយន្តអគ្គិសនីនោះទេហើយវាគឺអំពីនិរន្តរភាពនវានុវត្តន៍និងការបញ្ជាក់ថារថយន្តអគ្គិសនីអាចដំណើរការបានល្អជាងរថយន្តសាំងហើយឆន្ទៈរបស់លោក Elon Musk នៅពេលនោះគឺប្រថុយប្រថានខ្លាំងមែនទែនហើយលោកបានចាយលុយដែលជាទុនដែលជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោកស្ទើរតែទាំងស្រុងហើយលោកក៏អាចរក្សាក្រុមហ៊ុន Tesla នៅពេលនោះឲ្យរស់រានមានជីវិតក្នុងកំឡុងថ្ងៃដ៏ខ្មៅងងឹតបំផុតរបស់ក្រុមហ៊ុន Tesla និងជាថ្ងៃដ៏ខ្មៅងងឹតរបស់លោកផងដែរហើយនៅខណៈពេលដែលពិភពលោកកំពុងតែដាក់ការសង្ស័យលើរូបលោក Elon Musk ក៏បានងាកមកចាប់អារម្មណ៍ទាក់ទងទៅនឹងលំហអាកាសវិញហើយនៅក្នុងឆ្នាំ2002គាត់ក៏បានបង្កើតក្រុមហ៊ុន SpaceX ដែលជាក្រុមហ៊ុនមានបេសកកម្មធំមួយគឺការធ្វើដំណើរទៅកាន់លំហអាកាសផងដែរប៉ុន្តែប៉ុន្មានឆ្នាំដំបូងគឺវាពិតជាពិបាកខ្លាំងការធ្វើគឺមិនដូចជាការគិតនោះទេដែលការបាញ់បង្ហោះយានរបស់ក្រុមហ៊ុន SpaceX បានបរាជ័យរហូតដល់3ដងជាប់គ្នាដែលធ្វើឲ្យក្រុមហ៊ុន SpaceX ទាំងមូលមានការខ្សែធននៅពេលនោះក៏ប៉ុន្តែនៅក្នុងឆ្នាំ2008យាន Falcon 1បានទទួលជោគជ័យនៅក្នុងបេសកកម្មនោះហើយនៅពេលនោះហើយដែលក្រុមហ៊ុន NASA បានផ្ដល់កិច្ចសន្យាវិនិយោគទឹកប្រាក់ចំនួន$1.6 លានទៅកាន់ក្រុមហ៊ុន SpaceX ហើយបន្ទាប់ពីទទួលបានការបោះទុនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់រួចមកក្រុមហ៊ុន SpaceX ក៏បានបន្តធ្វើបដិវត្តន៍ការធ្វើដំណើរក្នុងលំហអាកាសជាមួយនៅរ៉ុកែតដែលអាចប្រើបានឡើងវិញហើយបេសកកម្មដឹកទំនិញពាណិជ្ជកម្មទៅកាន់ ISS និងបណ្ដាញអ៊ីនធឺណិតថែមទៀតផងទោះបីជាលោក Elon Musk ភាគច្រើនគេស្គាល់លោកតាមរយៈក្រុមហ៊ុន Tesla និងក្រុមហ៊ុន SpaceX ក៏ដោយប៉ុន្តែការចង់ដឹងចក្ខុវិស័យនិងការចង់ឃើញរបស់លោកគឺមិនបានឈប់ត្រឹមតែរថយន្តអគ្គិសនីឬក៏រ៉ុកែតអវកាសតែប៉ុណ្ណោះទេគាត់ក៏បានបង្កើតគម្រោងបច្ចេកវិទ្យាថ្មីៗជាច្រើនដើម្បីដោះស្រាយទៅលើបញ្ហាធំៗរបស់មនុស្សជាតិផងដែរហើយមានគម្រោងមួយក្នុងចំណោមគម្រោងជាច្រើនរបស់លោក Elon Musk គឺគម្រោង Neuralink ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកប្រព័ន្ធប្រសាទមួយហើយគោលដៅនិងគោលបំណងរបស់លោក Elon Musk គឺបង្កើតឧបករណ៍ chip ដែលអាចភ្ជាប់ជាមួយនឹងខួរក្បាលមនុស្សទៅកាន់កុំព្យូទ័របានហើយគម្រោងមួយនេះបង្កើតឡើងក្នុងគោលបំណងដើម្បីអាចជួយព្យាបាលជំងឺប្រព័ន្ធប្រសាទដូចជាពិការឬក៏បាត់បង់សមត្ថភាពចលនាដែលភាសាខ្មែរយើងហៅថាជំងឺស្លាប់មួយជំហានខ្លួនឬស្លាប់ដៃជើងជាដើមហើយនៅពេលអនាគតវាក៏អាចធ្វើឲ្យមនុស្សតាក់ទងជាមួយនឹង AI បានដោយផ្ទាល់ផងដែរបន្ទាប់ពីក្រុមហ៊ុន Neuralink លោក Elon Musk ក៏បានបង្កើតក្រុមហ៊ុន The Boring Company ដែលជាក្រុមហ៊ុនបង្កើតឡើងដើម្បីដោះស្រាយទៅលើបញ្ហាចរាចរណ៍កកស្ទះនៅទីក្រុងធំៗផងដែរហើយគំនិតសំខាន់ៗនៅក្នុងគម្រោងនេះគឺជីកផ្លូវក្រោមដីដើម្បីឲ្យរថយន្តអាចធ្វើដំណើរបានលឿននិងកាត់បន្ថយការកកស្ទះនៅលើដងផ្លូវបានថែមទៀតផងហើយក្រៅពីនេះលោក Elon Musk ក៏ជាមនុស្សម្នាក់ដែលមានតួនាទីក្នុងការបង្កើតទៅលើកម្មវិធី OpenAI ផងដែរដែលជាក្រុមហ៊ុនមួយបង្កើតកម្មវិធីដែលយើងប្រើរាល់ថ្ងៃដែលយើងតែស្គាល់ថា ChatGPT នោះឯងហើយតួនាទីឬក៏ឋានៈរបស់លោកនៅក្នុងការបង្កើត OpenAI នោះគឺដើម្បីធានាបានថា AI នឹងត្រូវបានអភិវឌ្ឍឡើងយ៉ាងមានសុវត្ថិភាពនិងផ្ដល់អត្ថប្រយោជន៍ដល់មនុស្សជាតិទាំងមូលនិងមិនមែនបង្កគ្រោះថ្នាក់ដល់សង្គមនាពេលអនាគតថែមទៀតហើយគម្រោងទាំងនេះបានបង្ហាញយ៉ាងច្បាស់ពីចក្ខុវិស័យរបស់លោក Elon Musk ដែលតែងតែព្យាយាមដោះស្រាយបញ្ហាធំៗ
ដែលមនុស្សភាគច្រើនមិនហ៊ានសាកល្បងនិងមិនហ៊ានគិតដល់ដូច្នេះតើយើងអាចរៀនបានអ្វីពីដំណើរជីវិតនិងភាពជោគជ័យរបស់លោក Elon Musk ដែលជាមហាស្ថិបច្ចេកវិទ្យារូបនេះទី1ហ៊ានប្រថុយដោយភាពជឿជាក់ដែលភាសាអង់គ្លេសហៅថា take risk boldly លោក Elon Musk បានវិនិយោគប្រាក់ផ្ទាល់ខ្លួនជាច្រើនទៅកាន់ក្រុមហ៊ុន Tesla និងក្រុមហ៊ុន SpaceX នៅខណៈពេលដែលមនុស្សជាច្រើនជឿថាគម្រោងទាំងនេះមិនអាចទទួលបានជោគជ័យបានទេហើយនៅពេលនោះគាត់ប្រហែលជាអាចបាត់បង់ទ្រព្យសម្បត្តិទាំងអស់ប៉ុន្តែគាត់នៅតែជឿលើចក្ខុវិស័យរបស់ខ្លួនទី2គិតរយៈពេលវែងដែលភាសាអង់គ្លេសហៅថា think long term ខណៈពេលដែលក្រុមហ៊ុនជាច្រើនផ្ដោតទៅលើប្រាក់ចំណេញក្នុងរយៈពេលខ្លីក៏ប៉ុន្តែលោក Elon Musk តែងតែគិតទៅកាន់អនាគតជាច្រើនទសវត្សរ៍នាពេលខាងមុខឧទាហរណ៍ដូចជាការបង្កើតអាណានិគមទៅលើភពអង្គាររបស់ក្រុមហ៊ុន SpaceX ជាដើមដែលជាចក្ខុវិស័យដែលលើសពីអាជីវកម្មធម្មតាទៅទៀតទី3រៀនដោយខ្លួនឯងជានិច្ចដែលភាសាអង់គ្លេសហៅថា learn continuously ទោះបីជាលោក Elon Musk មិនមែនជាវិស្វកររ៉ុកែតតាំងពីដំបូងក៏ដោយតែគាត់បានសិក្សានិងអានសៀវភៅជាច្រើនដើម្បីយល់ពីវិទ្យាសាស្ត្ររ៉ុកែតនិងវិស្វកម្មរ៉ុកែតហើយនេះបង្ហាញថាការរៀនសូត្រគឺគ្មានចំណុចបញ្ចប់នោះទេទី4កុំខ្លាចបរាជ័យដែលភាសាអង់គ្លេសហៅថា fall forward ក្រុមហ៊ុន SpaceX បានបរាជ័យក្នុងការបាញ់រ៉ុកែតជាច្រើនដងនៅគ្រាដំបូងក៏ប៉ុន្តែលោក Elon Musk មិនបានបោះបង់ឡើយផ្ទុយទៅវិញគាត់យកកំហុសទាំងនោះធ្វើជាបទពិសោធន៍ដើម្បីកែលម្អនិងសម្រេចភាពជោគជ័យនៅពេលក្រោយហើយរឿងរ៉ាវរបស់លោក Elon Musk បានបង្ហាញថាគោលដៅធំៗការខិតខំប្រឹងប្រែងមិនឈប់ឈរនិងការបង្កើននវានុវត្តន៍អាចផ្លាស់ប្ដូរពិភពលោកបានពិតប្រាកដចាប់ពី PayPal ទៅ Tesla និង SpaceX លោក Elon Musk បានផ្លាស់ប្ដូរបដិវត្តន៍នៃពិភពបច្ចេកវិទ្យានិងអាជីវកម្មយ៉ាងខ្លាំងហើយដំណើរការរបស់លោកបានរំលឹកឲ្យយើងបានដឹងយ៉ាងច្បាស់ថាប្រសិនបើយើងមានចក្ខុវិស័យហ៊ានប្រថុយនិងការអត់ធ្មត់អ្វីៗក៏ដោយក៏អាចក្លាយទៅជាការពិតបានដែរហើយជាចុងក្រោយបើអ្នកទាំងអស់គ្នាចូលចិត្តរឿងរ៉ាវទាក់ទងទៅនឹងបច្ចេកវិទ្យាសូមជួយចុច like subscribe និងបើក notification ដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតសូមអរគុណនិងសូមជម្រាបលា